สุดท้ายพวกแม่บางปนนี้บาสนสปากรบอกกันช anel เรียนครับสำหรับบางปนนี้เติบแต่ติสนาวิดีโอนี้ทำไมบาสคอมเพล็กช่วยจะ subscribe บาสจะได้นำไปตัวบาสในวิดีโอมีเรียนภาษาอังกฤษที่เรารู้ไงบาสตอนจังก็บอกขาดไปเลยยุ่งจังยังอ่านต่อนี้บาสเป็นนี่คือยังอ่านท่า former prime minister ยังแปลทาอาตัยตะนายรัฐมนตรีบาทคือนายรัฐมนตรีแต่ทบทวนกันลองหมกอย่างนั้นนะบาท former นั่นคือยังแปลทาตัยตะนั่นเองบาท prime minister คือนายรัฐมนตรีบาทโอเคยังโจทย์เติมต่อทิศ both countries บาท both country นั่นคือยังแปลทาประเทศทั้งปีหรือก็ประเทศปีบาทมวยติดยังอันเยธาประเทศถึงสองครั้งนะบาทประเทศถึงสองครั้งจังก็บานได้อดคอไอ้เรื่องของพวกนั้นบาทพอแต่แปลในครองเตมวยบาท emerald triangle บาท emerald triangle ยังประทามุมใบบาทมุมใบนะ emerald triangle นั่นคือมุมใบในเองบาทมุมใบคือชีชมัวจรได้ขมายังมีปัญหาจมวยไทยบาทมุมใบจรโอเคต่อมันต่อทิศ International Court of Justice ตุลาการอันตรជាតិយុត្តិធម៌បាទយើងនិយាយថាតុលាការអន្តរជាតិយុត្តិធម៌បាទអូខេបន្តទៀត reiterate បាទ reiterate នេះបើថាម្ដងទៀតបាទฝึกหัดនិយាយម្ដងទៀតណាយើងអាចថា to do something again ណាបាទយើងនិយាយថាម្ដងទៀតធ្វើម្ដងទៀតបាទហើយសម្រាប់បងប្អូនគ្នាចង់រៀនភាសាអង់គ្លេសបាទលោកគ្រូមានវគ្គសន្ទនាយ៉ាងបងប្អូនគ្នាចង់ចេះអាចឆាតមកបានបាទឆាតមក page ក៏បាន Telegram ក៏បានបងប្អូនបាទអូខេបន្តទៀត to and dispute បាទ to and dispute ហ្នឹងបាទ to and dispute ជាប្រែថាបញ្ចប់ចំនួនបាទឥឡូវពាក្យនេះគឺយើងរៀនអំពីពាក្យប្រើប្រាស់នៅក្នុងភោជនីយដ្ឋានបាទ ask for បាទ ask for ជាប្រែថាស្នើសុំឬក៏កំងបាទ ask for បាទ ask for នឹងស្នើសុំបាទមួយទៀតគឺយើងអាចប្រែថាសួរសម្រាប់អញ្ចឹងបងប្អូនបាទអាចប្រែអញ្ចឹងក៏បានដែរក្នុងនៅផ្សេងទៀតបាទអូខេឥឡូវយើងមកបន្តទៀតបាទ decide on បាទ decide on ជាប្រែថាជ្រើសរើសបាទ choose ជ្រើសរើសឬក៏ជ្រើសរើសបងប្អូនបាទ choose ឬក៏ select បាទយើងប្រែជ្រើសរើស decide on បាទ decide on គឺយើងប្រែថាជ្រើសរើសនឹងឯងបាទតើឥឡូវយើងទៅបន្តទៀត look over ឬក៏ look over បាទយើងអានជួបយើងអានថា look over បាទខ្ញុំប្រែថាត្រួតពិនិត្យបាទត្រួតពិនិត្យបាទ look over យើងប្រែថាត្រួតពិនិត្យអូខេត្រួតពិនិត្យបាទ wait on បាទ wait on ហ្នឹងគឺយើងប្រែថាបម្រើស្មើនឹងប្រែថា serve បាទ serve ហ្នឹងគឺបម្រើបាទឬក៏សេវាកម្មយើងប្រែថា service ហ្នឹងគឺសេវាកម្មបាទហ្នឹងគឺបម្រើហ្នឹង wait on ហ្នឹងគឺស្មើនឹង service ហ្នឹងឯងសេវាកម្មហ្នឹងឯងយើងអាចប្រែថាបម្រើឬក៏សេវាកម្មបាទសេវាកម្មដែលល្អណាបាទបាទអូខេបន្តទៀត want for ហ្នឹងគឺ desire បាទមានន័យថា want for យើងចង់បានអ្វីមួយឬក៏ចូលចិត្តអីមួយណាបាទមានបំណងចង់បានអាហ្នឹងគេហៅថា want for ហើយបាទ I want for a house បាទខ្ញុំចង់បានឡានអញ្ចឹងណា want for a house គឺខ្ញុំចង់បានI want for a house គឺខ្ញុំចង់បានផ្ទះច្រឡំបាទអូខេបន្តទៀត live up បាទ live up
បាទ lift up ហ្នឹងជាប្រថាមិនរត់បញ្ចូលណាបាទ lift up គឺយើងប្រថាមិនរត់បញ្ចូលបាទអញ្ចឹងមិនរត់បញ្ចូលហ្នឹងគឺមិនរត់យ៉ាងម៉េចបាទ not include បាទ lift up ហ្នឹងគឺមិនរត់បញ្ចូលនរណាម្នាក់ទៅយើងមិនរត់បញ្ចូលហ្នឹងណាយើងក្នុងចំណោម5នាក់ហើយទី6ហ្នឹងគឺយើងអត់រត់បញ្ចូល lift up បាទនេះមិនថាគេធាក់ចេញណាបាទអូខេបន្តទៀត top up បាទ top up ឬក៏ top up ហ្នឹងមានប្រថាចាក់បំពេញណាបាទ top up ឬក៏ top up ហ្នឹងគឺយើងប្រថាចាក់បំពេញដូចជាកែវហ្នឹងគឺអស់ទឹកអញ្ចឹងយើងទៅ top up ឬក៏ top up អញ្ចឹងណាបាទទៅចាប់បំពេញឡើងវិញណាឬក៏គេប្រើពាក្យមួយទៀតគេថា refill the water បាទយើងចាប់បំពេញបាទអូខេបន្តទៀត serve up បាទ serve up ហ្នឹងគឺស្មើនឹងពាក្យថា bring serve up គឺយើងប្រើថានំយកឬក៏នំយកបងប្អូនបាទ serve up ចឹងយើងប្រើថានំយកអូខេបន្តទៀត take away បាទ take away នេះយើងប្រើថា remove យើងប្រើថាដកចេញណា take away បាទ take away យើងប្រើ remove ឬក៏ដកចេញហើយមួយទៀតដូចជាយើងចង់ផ្ដល់ជូនដល់នរណាម្នាក់អីចឹងទៅក៏យើងអាចថា take away ដែរយើងអាចថា take away បាទគឺមានតែយើងបកលជូនអញ្ចឹងណាមួយទៀតគឺអាចក្នុងន័យផ្សេងទៀតគេថា take away ហ្នឹងគឺដូចជាវាខ្ចប់អាហារម្ហូបអីផ្សេងអញ្ចឹងណាបាទអូខេឥឡូវយើងបន្តទៀត x ហ្នឹងគឺយើងប្រើថាអតីតដូចជា ex girlfriend អញ្ចឹងទៅយើងប្រើថាអតីតសង្សារចាស់ឬក៏យើងប្រើថាសង្សារចាស់ណាបាទសង្សារចាស់បាទ x ហ្នឹងគឺយើងប្រើថាអតីតឬក៏សង្សារចាស់បើយើងដាក់ x ម៉ាំងអញ្ចឹងទៅអន្ទើតអញ្ចឹងទៅអូខេបន្តទៀត extend បាទ extend ចឹងយើងប្រើថាសាបសូន្យបាទ definitely on dry dangerous harmful ណាបាទយ៉ាងសាបសូន្យបាទសាបសូន្យហ្នឹងគឺរលាយរលត់ហើយបងប្អូនបាទអូខេបន្តទៀត extraordinary បាទ extraordinary យើងប្រើថាពិសេសបាទពិសេសគឺមិនធម្មតាហ្នឹងឯង extraordinary បាទ extraordinary គឺពិសេសហ្នឹងឯងបាទអូខេបន្តទៀត exaggerate បាទ exaggerate នេះគឺយើងប្រើថាបំភ្លើសបាទបំភ្លើសឬក៏បំភ្លៃហ្នឹងឯងបាទ you are exaggerate តែអ្នកឯងគឺជាបំភ្លើសណាបាទនិយាយមកគឺអត់ការពិតទេជួយចិត្តទៅនិយាយកុហកបាទជួយចិត្តនិយាយកុហកច្រើនដងណាដល់ពេលញយពេកគេឡើងជាហើយនិយាយការពិតគេអត់ជឿតែម្ដងអូខេបន្តទៀត exhausted បាទ exhausted នេះនិយាយថានឿយហត់ឬក៏ហត់បាទ exhausted នឿយហត់ឬក៏ហត់អូខេ you study English is very exhausted អ្នកឯងរៀនភាសាអង់គ្លេសហ្នឹងគឺនឿយហត់ណាexpire បាទ expire នេះយើងប្រើថាប្រត់កំណត់អស់អាយុណាប្រត់កំណត់គឺអស់អាយុហើយបាទ expire ប្រត់កំណត់បាទដល់អាយុបាទដែលគេត្រូវបន្តចឹងគឺប្រត់កំណត់ expire បាទ drink is expire ភេសជ្ជៈគឺអស់កំណត់ហើយបាទអូខេបន្តទៀត explain បាទ explain នេះយើងប្រើថាអធិប្បាយឬក៏បញ្យល់បាទបញ្យល់ឲ្យច្បាស់ក្បាយណាបាទ can you explain this English vocabulary បាទ explain នេះយើងប្រើថាបញ្យល់អូខេបញ្យល់បាទអូខេបន្តទៀត expect បាទ expect នេះយើងប្រើថារំពឹងឬក៏សង្ឃឹមបាទយើងរំពឹងបាទឬក៏សង្ឃឹមបាទពឹងពាក្យហ្នឹងបាទ expect បើសិនជាយើងធ្វើល្អគឺយើង expect something bad អាហ្នឹងគឺ not good indeed បាទមិនមែនជាទង្វើល្អទេបាទអូខេ extend បាទ extend យើងប្រើថាពង្រីកឬក៏ពង្រីកពង្រាយណាបាទទៅឲ្យកាន់តែប្រសើរឡើងកាន់តែធំឡើងអញ្ចឹងណាបាទ extend
បាទ extend បាទអូខេបន្តទៀត experience បាទ experience គឺយើងបើថាបទពិសោធន៍បាទបទពិសោធន៍អូខេបទពិសោធន៍ experience you want to get out of get if you want to get a lot of money you have to experience អូខេបន្តទៀត cough កបាទ cough នេះយើងថាកបាទ cough អូខេបន្តទៀត cold បាទ cold នេះយើងប្រើប្រាសាយបាទ cold បាទ you have a cold បាទយើងប្រាសាយអូខេ stay cool fever បាទ fever នេះយើងប្រើថាគ្រុនចាញ់ណាបងប្អូនបាទ fever គ្រុនចាញ់បាទ fever គ្រុនចាញ់បាទ you got a fever អ្នកឯងគឺមានអ្នកឯងគឺគ្រុនចាញ់ហើយអ្នកមានអ្នកគ្រុនចាញ់បាទ you got a fever អូខេបន្តទៀត sore throat បាទ sore throat នេះនិយាយឈឺកsore throat she has a sore throat បាទនាងឈឺកបាទអូខេឥឡូវយើងបន្តទៀតបាទសម្រាប់បងប្អូនអ្នកទើបទៅទស្សនាវីដេអូនេះបាទកុំភ្លេចចុច subscribe បាទដើម្បីទទួលបាននូវវីដេអូថ្មីអូខេបន្តទៀត headache បាទ headache នេះគឺយើងប្រើថាឈឺក្បាល I have a headache បាទមានន័យថាខ្ញុំឈឺក្បាល I have a headache បាទខ្ញុំឈឺក្បាលអូខេ stomach ache បាទ stomach ache នេះនិយាយបែបថាឈឺពោះបាទឈឺពោះហូបអីវាអត់ត្រូវឬក៏ហូបម្ទេសហូបរបស់ហិលហូបដែលអត់អនាម័យគឺ stomach ache ហើយឈឺពោះហើយបាទបន្តទៀត toothache បាទ toothache នេះនិយាយបែបថាឈឺធ្មេញបាទឈឺធ្មេញបាទហូបស្ករគ្រាប់ច្រើនពេកបាទហូបស្ករគ្រាប់ច្រើនពេកក៏ធ្វើឲ្យឈឺធ្មេញដែរបងប្អូនបាទអូខេបន្តទៀត earache បាទ earache នេះគឺឈឺត្រជាក់បាទ earache បាទ earache គឺឈឺត្រជាក់ហ្នឹងឯងបាទឈឺត្រជាក់បាទបន្តទៀត cramp បាទ cramp យើងប្រើថារមួលក្រពើបាទ cramp នៅពេលដែលរមួលក្រពើនៅពេលដែលយើងធ្វើជើងត្រង់ឬក៏ហែលទឹកហែលអីគឺអាហ្នឹងគឺអាចនឹងមានបញ្ហាដោយសារខ្វះពពួកវីតាមីនណាបាទអូខេហើយលោកគ្រូមានសិភៅភាសាអង់គ្លេសរៀននៅខ្លួនឯងបងប្អូនអរគុណចង់បានអាច inbox មកបានឬ comment តាម chat តាម Telegram បាទ